ចឹងណាគេ fan របស់ Mr Beast ខ្លះដោយថ្មីហ្នឹងក្រុមហ៊ុន Beast Industry របស់ Mr Beast ហ្នឹងបានទិញយកកម្មវិធីហិរញ្ញវត្ថុសម្រាប់យុវជន Step បន្ទាប់ពីទទួលបានការវិនិយោគពីក្រុមហ៊ុនរបស់ Bitmine ដល់គោលបំណងនៃការទិញហ្នឹងដើម្បីបង្កើតជាមួយនឹងវេទិកាហិរញ្ញវត្ថុមួយសម្រាប់ក្មេងៗដូចជា Gen Z ឬក៏ Gen Alpha ហ្នឹងដែលផ្ដោតទៅលើការកសាងបន្ទុកអនុទាន credit building តទៅជាមួយនឹង money skill ឬក៏ការប្រើប្រាស់លុយក៏ដូចជាការរួមបញ្ចូលជាមួយនឹង Bitcoin crypto ហើយនឹង DeFi ផងដែរបាទនិយាយទៅគឺវាពាក់ព័ន្ធខ្លាំងទៅលើផ្នែកហិរញ្ញវត្ថុបែប digital ដែលពាក់ព័ន្ធជាមួយនឹង crypto ឬក៏អីហ្នឹងពាក់ព័ន្ធជាមួយនឹងការហៅលុយរបៀបប្រើប្រាស់លុយឬក៏របៀបក្នុងការ invest ទៅលើផ្នែកទាំងអស់ហ្នឹងហើយក្នុងនោះក៏មានអ្នកប្រើប្រាស់វ័យក្មេងប្រហែលជា7លានអ្នកក៏ដូចជាសេវាធនាគារហ្នឹងដែលត្រូវបានគាំទ្រដោយ FDIC ផងដែរយ៉ាងនេះវាជាជំហានថ្មីមួយនៃការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុបែប digital ដែលវាកំពុងតែឈានទៅមួយកម្រិតទៀតដែលផ្ដោតទៅលើក្មេងៗជំនាន់ក្រោយដូចជាពួកយើងហ្នឹង Gen Z ឬក៏ក្មេងជំនាន់ក្រោយ Gen Alpha ហ្នឹងសិតតែត្រូវការចំណេះដឹងហ្នឹងឯងអញ្ចឹងវាយើងដែលសំខាន់មួយយើងអាចថាសំខាន់ដែលយើងគួរតែស្វែងយល់អំពីចំណេះដឹងទាំងអស់ហ្នឹងព័ត៌មានទាំងហ្នឹងដែលខ្ញុំតែងនិយាយឬក៏តែងតែចែកម្លែកពីខាងណាចាក់អីហ្នឹងអូខេអញ្ចឹងគឺមានប៉ុណ្្នឹងទេយើងមានតែចាំតាមបន្តទៀតវានឹងមានការវិវត្តឬក៏មានការរីកចម្រើនដល់កម្រិតណាសម្រាប់អ្នកដែលតើមានករណី OKX អាចចុះធ្វើការចុះឈ្មោះតាម referral link ដែលខ្ញុំបានដាក់នៅខាងក្រោម comment បានដើម្បីទទួលបាន reward ចូលរួមលេង campaign ក្នុង OKX ពីខាងណាចាក់របស់យើងទទួលបាន reward ដូចគ្នាបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto ថ្មីៗបន្ថែមដោយអត់គិតថ្លៃអ្នកគ្នាអាចចូលទៅ subscribe channel Telegram របស់អាណាចក្រឬក៏ channel YouTube ហើយបើសិនជាអាចកុំភ្លេចចូលទៅ follow TikTok អាណាចក្រម្នាក់មួយផង